កន្លែងស្អាតៗនៅក្នុងខេត្តបាត់ដំបងស្រុកសំឡូតដែលពេញខ្ញុំបានទៅដល់មកដល់លេងនៅបាត់ដំបងលើកនេះក៏សើបាននៅក្រុងយូរហើយអ្នកគ្នាជិះហួរមកដល់ស្រុកសំឡូតតែម្ដងដោយសារតែលើគេថាស្រុកសំឡូតនឹងគឺសម្បូរកន្លែងដើរលេងច្រើនមែនទែនហើយមកលើកនេះគឺបានមកស្គាល់តំបន់ធម្មជាតិដែលមានទឹកថ្លាឆ្វេងអាចលេងបាននៅក្នុងរដូវប្រាំងនៅក្នុងស្រុកសំឡូតនឹងតែម្ដងហើយនឹងរីសតមួយកន្លែងទៀតដែលកំពុងលាក់ខ្លួននៅកណ្ដាលព្រៃភ្នំដែលអមទៅដោយទេសភាពធម្មជាតិស្រស់ស្អាតខ្លាំងមែនទែនអ្នកគ្នាអញ្ចឹងអ្នកដែលគាត់ចង់មកលេងបាត់ដំបងខែប្រាំងនេះហើយចង់ទៅកន្លែងណាដែលមានទឹកលេងហូរតិចតិចអីណាគ្នាអាច share វីដេអូនេះទុកមួយបានហើយជិះឡានក្រុងមកលេងបាត់ដំបងលើកនេះគឺខ្ញុំចំណេញលុយហើយចំណេញពេលបានច្រើនមែនតើអ្នកគ្នាដោយសារតែខ្ញុំជិះឡានគេងជាលក្ខណៈ hotel bus របស់ក្រុមហ៊ុន Sally VIP ហើយកក់សំបុត្រឡានតាមរយៈ app Red Bus ដែលជាក្រុមហ៊ុនកក់សំបុត្រឡានលំដាប់ថ្នាក់លេខ1នៅលើពិភពលោកការកក់សំបុត្រឡានតាម app Red Bus គឺមានភាពងាយស្រួលលឿនហើយសំខាន់ណាស់មាន promotion ម្ចាស់តម្លៃច្រើនទៀតដល់ឥឡូវហ្នឹងគឺគេកំពុងតែមាន promotion កក់សំបុត្រឡាន Sally VIP តាម app Red Bus នឹងទទួលបានការបញ្ចុះតម្លៃ$3ជាមួយនឹង cashback $5ទៅក្នុង wallet របស់ Red Bus ទុកប្រើលើក្រោយទៀតបានអ្នកគ្នាដែលប្រើកូប៉ុងកូដ OB Sally អញ្ចឹងកក់សំបុត្រឡាន Sally VIP តាម app Red Bus គឺចំណេញលុយបានច្រើនមែនតើហ្មងអ្នកគ្នាហើយសំខាន់ណាស់ជាឡានពេលយប់អញ្ចឹងគឺចំណេញពេលច្រើនមែនតើហ្មងអ្នកគ្នាដោយសារតែយើងបានគេងហើយព្រឹកឡើងគឺងើបមកគឺដល់ទីតាំងតែម្ដងហើយឡានគេងយប់របស់ Sally VIP គឺទំនើបហើយមានផាសុកភាពមែនតើអ្នកគ្នាហើយសំខាន់ឡើងទៅលាយហ្មងណាចង់គេងម្នាក់ឯងក៏បានគេង2នាក់ក៏បានហើយខាងក្រោយគេវិញគឺមានពុកច្រើនមែនតើយើងអាចគេងជាលក្ខណៈគ្រួសារជុំគ្នាបងប្អូននេះបានហើយគេមានកន្លែងសាកថ្មទូរស័ព្ទនៅចិត្តនឹងទៀតហើយសំខាន់ណាស់មិនសិនចាក់គេគឺទៅចាក់ស្រុបតែម្ដងអ្នកគ្នាឥឡូវនេះគឺយើងមកដល់កន្លែងដែលយើងគេងហើយកន្លែងនេះមានឈ្មោះថា Happiness Long Bridge Resort អ្នកគ្នាដែលលាក់ខ្លួននៅកណ្ដាលព្រៃហើយនៅជុំវិញហ្នឹងគឺព័ទ្ធជុំវិញដល់ភ្នំហ្មងអ្នកគ្នានៅក្បែរជើងភ្នំតែម្ដងនៅនេះបើសិនជាយើងមកខែវស្សាវិញណានៅនឹងគឺស្រស់ស្អាតខ្លាំងមែនតើឡើង mood ហ្មងណាអាចនឹងមានអាប់ច្រើនទៀតប៉ុន្តែដោយសារតែយើងមកខែរដូវប្រាំងអញ្ចឹងរៀងស្លឹកឈើជ្រុះរៀងច្រើនអញ្ចឹងមើលទៅអត់សូវ green ខ្លាំងទេអ្នកគ្នាប៉ុន្តែបើមករដូវវស្សាដឹងតែស្អាតខ្លាំងហ្មងអ្នកដែលគាត់ចូលចិត្តរបៀបថាកន្លែងដែលមានភាពស្ងប់ស្ងាត់ហើយអមទៅដោយធម្មជាតិព័ទ្ធជុំវិញហ្នឹងមកគេងនេះដឹងតែស្រស់ស្រាយមែនតើហ្មងអ្នកគ្នាមកជាលក្ខណៈគ្រួសារឬក៏មិត្តភក្តិអីគឺ relax ខ្លាំងហ្មងហើយសម្បូរទៅដោយផ្កាចម្រុះពណ៌ស្អាតៗទៀតនៅនេះគេក៏មានអាងទឹកដ៏ធំសម្រាប់យើងហែលេងគយគុណទេសភាពព្រៃភ្នំឬក៏ថតរូបលេងអីគឺស្អាតខ្លាំងមែនតើហ្មងអ្នកគ្នាហើយនៅជាប់អាងទឹកហ្នឹងក៏គេមានហាងកាហ្វេទូចមួយដែលយើងអាចមកអង្គុយញ៉ាំកាហ្វេ chill relax ជាមួយនឹងធម្មជាតិបានដែរហើយដល់មកមុខនេះគេមានធ្វើស្ពានមួយឡងវែងអ្នកគ្នាគេដាក់ឈ្មោះថាស្ពានវែងជួបស្នេហ៍អញ្ចឹងអ្នកក៏អត់មានស្នេហាអីអាចមកឆ្លងស្ពាននេះបានអ្នកគ្នាហើយលោកបានជួបស្នេហ៍ពិតនឹងគេហើយនៅពីមុខផ្ទះមួយវិញគឺគេមានកន្លែងអង្គុយលេង relax chill អង្គុយមើលទេសភាពស្រូបយកខ្យល់ធម្មជាតិ relax ខ្លាំងមែនតើហ្មងអ្នកគ្នាបន្ទាប់ពីយើងដើរលេងថតរូបអីនៅក្នុង resort អីអស់ចិត្តហើយខ្ញុំបានចេញមកក្រៅ explore នៅកន្លែងចិត្តនឹងអ្នកគ្នាហើយកន្លែងដែលខ្ញុំទៅហ្នឹងគឺនៅចិត្តនឹងដែរទេប្រហែលជា8-9 គីឡូឯនឹងពីកន្លែងដែលខ្ញុំគេងហ្នឹងហើយកន្លែងខ្ញុំទៅហ្នឹងគឺខ្ញុំស្គាល់តាម Google Map ដូចគ្នាអ្នកគ្នាហើយក៏អត់ច្បាស់ថារូបរាងមិនដែរតតែទៅបានឃើញអញ្ចឹងណាហើយអត់ច្បាស់ថាមានទឹកអត់ទៀតពេលទៅនឹងប៉ុន្តែពេលទៅដល់គឺមានទឹកច្រើនមែនតើហ្មងអ្នកគ្នាហើយងាយស្រួលលេងមែនតើទឹកគេឡងថ្លាហ្មងណាកន្លែងទីមួយដែលខ្ញុំបានទៅហ្នឹងមានឈ្មោះថាស្ទឹងថ្មដែរចំការទុរេនដែលសារតែព័ទ្ធជុំវិញហ្នឹងព័ទ្ធទៅដោយចការទុរេនហ្មងអ្នកគ្នាសម្បូរមែនតើហ្មងនៅក្នុងស្រុកសំឡូតហ្នឹងហើយទឹកគេហូរតិចតិចអមសងខាងជាមួយនឹងព្រៃភ្នំស្រស់ស្អាតខ្លាំងមែនតើហើយទឹកគេរាក់ទៀតងាយស្រួលលេងមែនតើហើយនៅនេះគេក៏មានជាលក្ខណៈអាងពងមានទីទឹកមានទូកកាយ៉ាក់អីសម្រាប់ទុកឲ្យយើងចែវលេងហែលេងអីនៅនឹងទៀតអ្នកគ្នាតំណងមែនតើហ្មងប៉ុន្តែខ្ញុំចូលលេងនៅនេះបានយូរអ្នកគ្នាចូលលេងបានមួយផ្លែតហើយខ្ញុំប្រញាប់ទៅកន្លែងមួយទៀតហើយកន្លែងទី2ដែលខ្ញុំទៅនោះមានឈ្មោះថាស្ទឹងកញូងហើយកន្លែងនេះមានអារម្មណ៍ថាស្តៀងគ្នាមួយកន្លែងមិញដែរអ្នកគ្នាដោយសារតែខ្ញុំគិតថាទឹកនេះគឺវាហូរមកមួយគ្នាអញ្ចឹងណាប៉ុន្តែកន្លែងនេះគឺគេមានធ្វើជាម៉ាតហើយនឹងមានហាងកាហ្វេដែលយើងអាចអង្គុយមើលទេសភាពពីលើមកបានហើយនៅនេះគឺមានកញ្ចុះច្រើនមែនតើដែលយើងអាចមកអង្គុយញ៉ាំអាហារពេលថ្ងៃឬក៏ញ៉ាំអីជុំគ្នាបងប្អូនអញ្ចឹងណាហើយខ្ញុំមកនេះគឺខ្ញុំបានកំងអីញ៉ាំដែរអ្នកគ្នាកំងអីញ៉ាំហើយយើងអង្គុយលេងនៅមាត់ទឹកអញ្ចឹងណាលេងទឹកតិចអីអញ្ចឹងណាអ្នកគ្នាហើយនៅនេះគឺមកលុបតិចស្រួលមែនតើអ្នកគ្នាពេលខ្ញុំទៅនឹងពេលថ្ងៃតែសូវក្តៅទេហើយទឹកគេថ្លាហើយរាក់ស្រួលលេងទៀតអ្នកគ្នាអញ្ចឹងអ្នកគាត់ចង់មកលេងបាត់ដំបងហើយមកសំឡូតខែក្តៅនេះខែប្រាំងនេះអ្នកគ្នារកកន្លែងមានទឹកលេងអាចមកកន្លែងពីរដែលខ្ញុំទៅនេះបានគឺទឹកងាយស្រួលលេងមែនតើហើយថ្លាហើយត្រជាក់ស្រួលមែនតើហ្មងហើយពេលដែលខ្ញុំចេញពីបាត់ដំបងមកពេញវិញគឺខ្ញុំបានកក់សំបុត្រឡាន Sally VIP តាមរយៈ app Red Bus ទៀតអ្នកគ្នាដោយសារតែខ្ញុំនៅសល់លុយក្នុង wallet $5ដែល cashback លើកមុនចឹងខ្ញុំអាចប្រើលើកនេះបានគឺចំណេញលុយមែនតើហ្មងហើយខ្ញុំប្រើបន្ថែមជាមួយនឹងកូដ OB Sally ដែលបញ្ចុះតម្លៃបន្ថែមពីលើនឹង$3ទៀតអ្នកគ្នាអញ្ចឹងចំណេញខ្លាំងមែនតើហ្មងទាំងអស់ខ្ញុំចំណេញ$3គ្រាន់តែការកក់សំបុត្រតាម app Red Bus ហ្នឹងអញ្ចឹងអ្នកគាត់ត្រូវការកក់សំបុត្រឡានទៅតាមខេត្តអីអ្នកគ្នាអាចកក់សំបុត្រឡានតាម app Red Bus បានងាយលឿនហើយសំខាន់មាន promotion បញ្ចុះតម្លៃច្រើនទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគេចូលចិត្តហើយបើសិនចូលចិត្តហើយកុំភ្លេចជួយ like ហើយនិង share វីដេអូនេះផងហើយកុំភ្លេចជួយ follow ហើយនិង subscribe គ្រប់ platform ដែលយើងមានយើងមាន Facebook, TikTok, YouTube, Instagram អ្នកគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ